សូមស្វាគមន៍មកកាន់ Channel អភិវឌ្ឍជាប្រភេទបកស្រាយជាសំឡេងចូលស្ដាប់ដូចតទៅរបៀបកំណត់ផែនការជីវិតការកំណត់ផែនការជីវិតគឺជាដំណើរការដ៏សំខាន់បំផុតមួយដែលមនុស្សម្នាក់មិនគួរមើលរំលងឡើយជីវិតមនុស្សមានពេលវេលាកំណត់ហើយពេលវេលានោះមិនអាចត្រឡប់មកវិញបានទេប្រសិនបើមនុស្សរស់នៅដោយគ្មានផែនការគ្មានទិសដៅនិងគ្មានគោលបំណងច្បាស់លាស់ជីវិតនឹងងាយរអិលទៅតាមស្ថានភាពនិងអារម្មណ៍បណ្ដាលឲ្យខាតបង់ឱកាសដ៏មានតម្លៃជាច្រើនដូច្នេះការកំណត់ផែនការជីវិតគឺជាគន្លឹះសំខាន់មួយដែលជួយឲ្យមនុស្សអាចគ្រប់គ្រងអនាគតរបស់ខ្លួននិងរស់នៅដោយមានន័យជីវិតមនុស្សប្រៀបដូចជាដំណើរធ្វើដំណើរយូរមួយបើគ្មានផែនទីគ្មានទិសដៅនិងគ្មានគោលដៅច្បាស់នាវាជីវិតនឹងងាយវង្វេងផ្លូវក្នុងមហាសមុទ្រធំមនុស្សជាច្រើនរស់នៅដោយគ្រាន់តែធ្វើតាមថ្ងៃទៅថ្ងៃធ្វើតាមស្ថានភាពនិងធ្វើតាមអ្នកដទៃដោយមិនធ្លាប់សួរខ្លួនឯងថាខ្ញុំចង់ទៅណាឬខ្ញុំចង់ក្លាយជាមនុស្សប្រភេទណាការខ្វះការឆ្លើយសំណួរទាំងនេះធ្វើឲ្យជីវិតคล้ายទៅជាជីវិតដែលគ្មានទិសដៅនិងគ្មានការរីកចម្រើនពិតប្រាកដជំហានដំបូងនៃការកំណត់ផែនការជីវិតគឺការយល់ដឹងអំពីខ្លួនឯងមនុស្សត្រូវចំណាយពេលស្វែងយល់ពីខ្លួនឯងយ៉ាងស្មោះត្រង់ថាខ្លួនមានចំណុចខ្លាំងអ្វីចំណុចខ្សោយអ្វីមានទេពកោសល្យផ្នែកណានិងមានកម្រិតសមត្ថភាពយ៉ាងដូចម្តេចការយល់ដឹងខ្លួនឯងគឺជាគ្រឹះនៃការរៀបចំផែនការជីវិតព្រោះបើមិនដឹងថាខ្លួនឯងជានរណាយើងក៏មិនអាចដឹងថាត្រូវទៅណាបានដែរមនុស្សដែលមិនស្គាល់ខ្លួនឯងម្ដងម្កាលអាចជ្រើសរើសផ្លូវខុសនិងបាត់បង់ពេលវេលាជាច្រើនដោយគ្មានផលប្រយោជន៍ក្រោយពីយល់ដឹងអំពីខ្លួនឯងហើយជំហានបន្ទាប់គឺការកំណត់គោលដៅជីវិតគោលដៅជីវិតគឺជារូបភាពនៃអនាគតដែលយើងចង់ឃើញខ្លួនឯងទៅដល់គោលដៅអាចមានទាំងគោលដៅខ្លីគោលដៅមធ្យមនិងគោលដៅវែងគោលដៅខ្លីជួយឲ្យយើងមានចំណុចផ្ដោតក្នុងពេលបច្ចុប្បន្នខណៈគោលដៅវែងជួយឲ្យយើងមានចក្ខុវិស័យអនាគតមនុស្សដែលមានគោលដៅច្បាស់នឹងមានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងនិងអត់ធ្មត់ចំពោះការលំបាកការកំណត់គោលដៅត្រូវមានលក្ខណៈច្បាស់លាស់និងអាចវាស់វែងបានគោលដៅដែលមិនច្បាស់នឹងធ្វើឲ្យយើងងាយបោះបង់កណ្ដាលផ្លូវឧទាហរណ៍ការនិយាយថាខ្ញុំចង់ជោគជ័យមិនទាន់គ្រប់គ្រាន់ទេព្រោះជោគជ័យមានន័យខុសៗគ្នាសម្រាប់មនុស្សនីមួយៗត្រូវកំណត់ឲ្យច្បាស់ថាជោគជ័យក្នុងផ្នែកណាក្នុងពេលណានិងតាមរបៀបណាបន្ទាប់ពីកំណត់គោលដៅហើយមនុស្សត្រូវរៀបចំផែនការសកម្មភាពផែនការមិនមែនគ្រាន់តែសុបិនឬការគិតប៉ុណ្ណោះទេប៉ុន្តែជាជំហានអនុវត្តដែលច្បាស់លាស់ផែនការជីវិតល្អគួរត្រូវបានបំបែកជាជំហានតូចៗដែលអាចអនុវត្តបានក្នុងជីវិតប្រចាំថ្ងៃការបំបែកគោលដៅធំៗទៅជាកិច្ចការតូចៗនឹងធ្វើឲ្យយើងមិនភ័យខ្លាចនិងអាចចាប់ផ្ដើមធ្វើបានភ្លាមៗវិន័យខ្លួនឯងគឺជាធាតុសំខាន់មួយដែលធ្វើឲ្យផែនការជីវិតអាចក្លាយទៅជាការពិតគ្មានវិន័យផែនការល្អប៉ុណ្ណាក៏អាចបរាជ័យបានដែរវិន័យជួយឲ្យយើងអនុវត្តអ្វីដែលបានគ្រោងទុកទោះបីជាពេលខ្លះมันមានចិត្តចង់ធ្វើក៏ដោយមនុស្សជោគជ័យភាគច្រើនមិនមែនជាមនុស្សដែលមានទេពកោសល្យខ្ពស់ជាងគេនោះទេប៉ុន្តែជាមនុស្សដែលមានវិន័យនិងការប្តេជ្ញាខ្ពស់ជាងគេការគ្រប់គ្រងពេលវេលាក៏ជាផ្នែកមួយដ៏សំខាន់នៃការកំណត់ផែនការជីវិតពេលវេលាជាធនធានមានតម្លៃបំផុតដែលមនុស្សគ្រប់គ្នាមានស្មើគ្នាតែការប្រើប្រាស់ខុសគ្នាមនុស្សដែលចេះគ្រប់គ្រងពេលវេលានឹងអាចធ្វើកិច្ចការបានច្រើននិងមានសមត្ថភាពអភិវឌ្ឍខ្លួនឯងបានល្អផ្ទុយទៅវិញមនុស្សដែលខ្ជះខ្ជាយពេលវេលានឹងមានអារម្មណ៍ថាជីវិតរត់លឿននិងខ្លួនឯងមិនបានសម្រេចអ្វីសោះក្នុងដំណើរការអនុវត្តផែនការជីវិតមនុស្សនឹងជួបឧបសគ្គនិងការលំបាកជាច្រើនមានផែនការណាមួយដែលអាចដំណើរការយ៉ាងរលូនដោយគ្មានបញ្ហានោះទេទោះជាយ៉ាងណាការជួបឧបសគ្គមិនមែនជាសញ្ញាឲ្យបោះបង់ឡើយប៉ុន្តែជាឱកាសសម្រាប់រៀននិងកែលម្អផែនការមនុស្សដែលមានផែនការជីវិតល្អតែងតែចេះបត់បែននិងកែប្រែយុទ្ធសាស្ត្រតាមស្ថានភាពដោយមិនបោះបង់គោលដៅសំខាន់ការរក្សាចិត្តវិជ្ជមាននិងការជឿជាក់លើខ្លួនឯងគឺជាកម្លាំងផ្លូវចិត្តដ៏សំខាន់ក្នុងការអនុវត្តផែនការជីវិតមនុស្សដែលមិនជឿលើខ្លួនឯងនឹងងាយបោះបង់ពេលជួបការលំបាកផ្ទុយទៅវិញ
มนุษย์ได้เชื่อថាខ្លួនឯងអាចធ្វើបាននិងមានធៀបអត់ធ្មត់នឹងការតស៊ូខ្ពស់ការជឿជាក់លើខ្លួនឯងមិនមែនជាការអួតអាងទេប៉ុន្តែជាការទទួលស្គាល់ថាខ្លួនឯងមានសមត្ថភាពក្នុងការរៀននិងកែលម្អការអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងផែនការជីវិតពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងលឿននិងចំណេះដឹងក៏កើនឡើងរៀងរាល់ថ្ងៃមនុស្សដែលឈប់រៀនគឺស្មើនឹងឈប់អភិវឌ្ឍដូច្នេះការអានការសិក្សាការស្វែងយល់ពីបទពិសោធន៍ថ្មីៗនិងការរៀនពីអ្នកដទៃគឺជាវិធីសាស្ត្រដែលធ្វើឲ្យផែនការជីវិតមានភាពរស់រវើកនិងសម្របនឹងស្ថានភាពជាក់ស្ដែងចុងក្រោយការកំណត់ផែនការជីវិតមិនមែនជារឿងធ្វើតែម្ដងហើយចប់ទេប៉ុន្តែជាដំណើរការដែលត្រូវពិនិត្យនិងការប្រែជាបន្តបន្ទាប់ជីវិតមានការផ្លាស់ប្ដូរនិងគោលដៅរបស់មនុស្សក៏អាចផ្លាស់ប្ដូរតាមវ័យបទពិសោធន៍និងស្ថានភាពមនុស្សដែលមានប្រាជ្ញាគឺមនុស្សដែលចេះពិនិត្យផែនការរបស់ខ្លួនជាប្រចាំនិងកែប្រែវាឲ្យសម្របនឹងជីវិតពិតប្រាកដសរុបមកការកំណត់ផែនការជីវិតគឺជាសិល្បៈនៃការរស់នៅដោយមានទិសដៅមានគោលបំណងនិងមានខុសត្រូវចំពោះអនាគតរបស់ខ្លួនប្រសិនបើមនុស្សចេះយល់ដឹងខ្លួនឯងកំណត់គោលដៅច្បាស់រៀបចំផែនការសកម្មភាពមានវិន័យអត់ធ្មត់និងបន្តអភិវឌ្ឍខ្លួនឯងជីវិតនឹងក្លាយទៅជាជីវិតដែលមានន័យមានតម្លៃនិងអាចនាំខ្លួនឯងទៅរកភាពជោគជ័យនិងសុភមង្គលយូរអង្វែង។